ព័ន្ធជាមួយនឹងស្ដេចអង្គឌួងដែលគាត់មើលឃើញថាបើគាត់រស់នៅក្រោមយួននិងថៃនិងសៀមប្រទេសកម្ពុជាមិនយូរមិនឆាប់នឹងបាត់បង់ពីផែនទីពិភពលោកពីនោះគាត់បានព្យាយាមទៅតាក់ទងប្រាំងមួយលើកជាពីរលើកប៉ុន្តែថៃដឹងត្រូវថៃណែកាត់គាត់រហូតហើយក្នុងរឿងពាណិជ្ជកម្មដូចគ្នាគាត់មើលឃើញថាប្រទេសកម្ពុជាអត់មានអីក្រៅតែពីជាអ្នកកាលពីនៅក្រោមអាណាអាត្រួតត្រារបស់ថៃឥទ្ធិពលរបស់ថៃនឹងក្រៅតែពីធ្វើស្រែចម្ការយកស៊ុយសាបអត់ឲ្យថៃទេហើយដើម្បីឲ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចមានសភាវុធមានកម្លាំងខ្លាំងក្លាស្រីម៉ៅគឺត្រូវតែមានតំណែងតំណងជាមួយនឹងអឺរ៉ុបស្ដេចអង្គឌួងក៏ចាប់ផ្ដើមចង់តាក់ទងជាមួយអឺរ៉ុបមិនតែបារាំងទេណាតាមរយៈតំណែងតំណងពាណិជ្ជកម្មសេដ្ឋកិច្ចតែទៅថៃកាត់បានពេលដែលដឹងអញ្ចឹងឥឡូវនេះដូចខ្ញុំលើកឡើងអញ្ចឹងថាបើយើងដើម្បីឲ្យប្រទេសកម្ពុជាមានអំណាចខ្លាំងក្លាគឺកម្ពុជាមិនអាចទៅតាក់ទងចិនមែនទេឲ្យចិនការពារឬក៏ឲ្យថៃឲ្យយួនការពារបានទេគឺពួកនោះវាត្រៀមតែលៀបទេមានតែអឺរ៉ុបបារាំងឬក៏អាមេរិកបើសម្រាប់ខ្ញុំទោះយ៉ាងណាក៏ដោយខ្ញុំសម្រាប់សូនតារានៅនិយាយដែរគោលចំហរបស់ខ្ញុំគឺជាសម្ព័ន្ធមិត្តដូចជប៉ុនអាមេរិកសម្ព័ន្ធមិត្តរបស់អាមេរិកដូចជប៉ុនអញ្ចឹងអានេះជាទស្សនៈដឹកនាំរបស់ខ្ញុំគឺអត់មានអីទស្សនៈអីក្រៅពីហ្នឹងមនុស្សយើងមានគោលចំហខុសគ្នាសំណាងមកអញ្ចឹងបានថាអ្នកណាដែលមិនគ្រប់គ្រងសូនតារាគឺអត់ទៅអ្នកណាគ្រប់គ្រងទៅព្រោះទស្សនៈសូនតារាគឺដូចខ្ញុំទៅជប៉ុនអញ្ចឹងខ្ញុំអត់ខ្លាចទេព្រោះខ្ញុំយកគំរូតាមស្ដេចអង្គឌួងប្រទេសជាតិយើងគង់វង្សហើយដោយសារស្ដេចអង្គឌួងបឹងអឺរ៉ុបឬបារាំងទេមិនទេជំនាន់នោះស្ដេចអង្គឌួងមិនអាចទៅពឹងចិនបានទេចិនបោះបង់ចោលប្រទេសកម្ពុជារាជវង្សមេងនេះបងប្អូនមានមើលប្រវត្តិសាស្ត្ររាជវង្សមេងណាបោះបង់សម្ព័ន្ធមិត្តជាមួយកម្ពុជាដោយទៅចាក់ថៃពីព្រោះថៃថាអូអាប្រទេសកម្ពុជានឹងណាគឺថៃកាន់កាត់ទាំងអស់ហើយមានឯកសារខ្លះសរសេរអញ្ចឹងចិនចាប់ផ្ដើមបោះបង់ចោលប្រទេសកម្ពុជាបាត់បងប្អូនទៅមើលអានប្រវត្តិសាស្ត្រអានឹងគឺនិយាយផ្សៅបដាមកក្រោយមកទៀតក្រោយពីអាណានិគមច្បាប់អន្តរជាតិអង្គការសហប្រជាជាតិហើយប្រទេសកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិមានហើយគឺប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសជាផ្លូវការគឺមានផ្ទៃដី 181,035 តាមរយៈផែនទីដែលបន្សល់ដោយអាណានិគមនិងតម្កល់នៅអង្គការសហប្រជាជាតិទទួលស្គាល់ជាអន្តរជាតិអញ្ចឹងបានជាខ្ញុំតែងតែដាក់សារចុងក្រោយថាថៃត្រូវតែដកទ័ពចេញពីកម្ពុជាជាដែនអធិបតេយ្យភាពកម្ពុជាហើយខ្ញុំតែងតែនិយាយថាហ៊ុនម៉ាណែតបើគាត់មានសមត្ថភាពគឺគាត់អត់អាចឥឡូវនេះបើប្រៀបធៀបនឹងកម្លាំងសភាវុធយើងមិនអាចប្រៀបជាមួយថៃទៅធ្វើសង្គ្រាមបានទេថៃវាចង់ទៅធ្វើសង្គ្រាមទេពីព្រោះវាយកឱកាសឃើញពិភពលោកកំពុងតែច្របូកច្របល់វាឆ្លៀតឱកាសនឹងដើម្បីខំយើងស៊ីប៉ុន្តែទោះយ៉ាងណាក៏ដោយកម្លាំងសាមគ្គីទោះជាហ៊ុនសែនគាត់ចាប់មនុស្សដាក់គុកអីទៀតខ្ញុំនិយាយហ្នឹងណាខ្មែរយើងទូទាំងពិភពលោកទាំងនៅក្រៅប្រទេសគឺបដោតការយកចិត្តទុកដាក់សំខាន់ទៅលើអ្វីទៅលើច្បាប់អន្តរជាតិច្បាប់អន្តរជាតិគឺទៅលើអីទៅលើកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិមែនទេតែអង្គការសហប្រជាជាតិអាចបាត់បេក្ខភាពសមាជិកប្រទេសកម្ពុជាបានអញ្ចឹងនោះមែនទេប្រទេសមួយណាដែលគេទទួលស្គាល់ថាជារដ្ឋជាប្រទេសហើយមិនអាចបាត់ចេញពីអង្គការសហប្រជាជាតិទេហើយជាសមាជិកអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិត្រូវតែមានកាតព្វកិច្ចការពារសមាជិករបស់ខ្លួនអញ្ចឹងហើយបានជាប្រទេសមួយដែលគេការពារកុំឲ្យបាត់ទៅដូចជាប៉ាឡេស្ទីនបារាំងប្រធានាធិបតីម៉ាក្រុងណាគាត់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបងប្អូនមានសារៈសំខាន់ណាហេតុអីបានជាបារាំងពិភពលោកភាគច្រើននៅអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបងប្អូនមិនដឹងទេរដ្ឋមានតែប្រទេសមែនទេប្រទេសរដ្ឋគឺប្រទេសបើកាលណាគេទទួលស្គាល់ថាវាជារដ្ឋប៉ាឡេស្ទីនមានន័យថាប៉ាឡេស្ទីនជាប្រទេសបើជាប្រទេសវាអត់បាត់បង់ទេវាអត់បាត់បង់ទេអានេះជារឿងសំខាន់ដែលខ្ញុំចង់ចូលរួមចំណែកឲ្យបងប្អូនយើងរៀនអំពីតំណែងតំណងអន្តរជាតិរៀនអំពីប្រវត្តិសាស្ត្ររៀនអំពីវិទ្យាសាស្ត្រនយោបាយរៀនអំពីច្បាប់អន្តរជាតិនេះគឺវាចឹងហើយណាអញ្ចឹងប្រទេសអញ្ចឹងប៉ាឡេស្ទីននេះឧទាហរណ៍ទោះជាអ៊ីស្រាអែលកាន់កាប់ទាំងស្រុងគ្រាន់តែមានន័យថាអ៊ីស្រាអែលកាន់កាប់ប៉ាឡេស្ទីនប៉ុន្តែអត់អាចក្រែងលោកទៅភពលោកនឹងកាន់តែសាហាវមិនដឹងវារំលាយច្បាប់អន្តរជាតិចោលទេលើកលែងតែរំលាយច្បាប់អន្តរជាតិអង្គការសហប្រជាជាតិរលាយពិភពលោករលាយអស់នេះហើយទើបប៉ាឡេស្ទីនណាអាចរលាយបានបើអត់ទេគឺគ្រាន់តែថាទឹកដីនឹងអ៊ីស្រាអែលកាន់កាប់ប៉ុន្តែជារដ្ឋប៉ាឡេស្ទីនបើសិនបើអង្គការសហប្រជាជាតិទទួលស្គាល់ជារដ្ឋប៉ាឡេស្ទីនដូចប្រទេសកម្ពុជាខ្ញុំនិយាយត្រឡប់ទៅវិញរយក្បាលខៀវ
ក្រោយឆ្នាំ1979កងទ័ពវៀតណាមជាង10,000នាក់ឈ្លានពានកាន់កាប់ទឹកដីកម្ពុជាសួរថាកម្ពុជាមិនបានវាមិនរលាយតាមពិតណាយួនលេបបាត់បានទៅយួនលេបបានទៅម៉ាត់ស៊ូព្រីមប៉ុន្តែដោយសារតែច្បាប់អន្តរជាតិនឹងសឹមសម្បូរដែលបង្ខំឲ្យយួនដកទ័ពចេញពីកម្ពុជាឃើញទេយួនដកទ័ពចេញពីកម្ពុជាទោះជាយួនសកុនត្រីត្រួតត្រាប្រទេសកម្ពុជាឆ្នាំ1979ជា10ឆ្នាំ79ដល់ឆ្នាំ89 10ឆ្នាំក៏ទីបំផុតនៅតែដកចេញពីប្រទេសកម្ពុជាដែរពីព្រោះអីពីព្រោះគ្រាន់តែវាប្រទេសហ្នឹងវាជារដ្ឋជាសមាជិករបស់ការសហជីវជាតិដែលអន្តរជាតិទទួលស្គាល់ថាជាប្រទេសកម្ពុជាមានកៅអីនៅអង្គការសហប្រជាជាតិមានទំហំដីច្បាស់លាស់មែនទេអញ្ចឹងអានឹងជាកត្តាសំខាន់ណាដែលកម្ពុជាត្រូវតែច្បាំងតតាំងជាមួយនឹងប្រទេសដែលចង់លេបត្របាក់ទឹកដីកម្ពុជារុះមិនយូរជនប្រការតាមផ្លូវអន្តរជាតិហើយបើអ្នកបើហ៊ុនម៉ាណែតក៏ដឹកនាំប្រទេសដើរខុសពីសមរដ្ឋគឺខុសរលាយងាប់បាត់បង់ទឹកដីខូចទ្រព្យសម្បត្តិគឺងាប់ហើយព្យាយាមមែនទេទោះជាថៃបបួលច្បាស់ណាទូរស័ព្ទប្រាប់ថាខ្ញុំចាញ់ហើយឃើញទំសុកគាត់និយាយនៅត្នេះមួយគាត់និយាយត្នេះមួយត្រូវណាគាត់ថាថៃវាយតលតែហ៊ុនសែនហ្នឹងសំពះចោះចាញ់បសូនតារាលីសុកលីនខ្ញុំថាបើសិនជាខ្ញុំថាខ្ញុំចោះចាញ់ហើយវាយសំពះខ្ញុំក៏សុកចិត្តសំពះដែរមែនទេពីព្រោះអីខ្ញុំថាឥឡូវខ្ញុំប្រាប់ផ្ទាល់មកថាថៃខ្លាំងណាស់កម្ពុជាខ្សោយខ្ញុំមានថាចឹងទូរស័ព្ទទៅផ្ទាល់មកយើងអត់អាចធ្វើសង្គ្រាមអត់អាចខ្មាស់គេទេទទួលស្គាល់ថាពិតអ្វីបច្ចុប្បន្ននេះប្រជាជនខ្លាចអត់ខ្លាចហ៊ុនសែនដាក់ខ្លួនទេទីខ្ញុំនិយាយលេខខ្ញុំនេះអ្នកកូនសិស្សសូនតារាដែលកំពុងតែមើលសូនតារាកំពុងតែនិយាយថាអូលោកគ្រូកំពុងនិយាយត្រូវមនុស្សបច្ចុប្បន្នភ័យខ្លាចហ៊ុនសែនអួតទេខ្លាចហ៊ុនសែនអួតមកថៃខាងដាក់ប្រលបច្ចុប្បន្នហ្នឹងណាហ៊ុនសែនគាត់ដាក់ខ្លួនណាគាត់សុំវថៃក៏ប្រជាជនរកខណ្ឌដែរសុំវថៃជារកខណ្ឌបើសូនតារាខ្ញុំអត់អីទេហើយច្បាស់ឧទាហរណ៍ថាបើហ៊ុនសែនដើរផ្លូវនេះខ្ញុំឧទាហរណ៍ទេណាវាច្បាស់ជាមានណាមតិផ្សេងគ្នាវាយប្រហារហ៊ុនសែនថាអូហ៊ុនសែនកំសាកញីកំសាកញោកចេះប៉ុន្តែនយោបាយគឺអត់សំខាន់លើពាក្យសម្ដីនរណាទេនយោបាយគឺសំខាន់លើលទ្ធផលបើយើងក្អេងក្អាងចង្កេងចង្ងាំងលទ្ធផលបាត់ដីអស់រាប់ស្មើនឹងខេត្តមួយបច្ចុប្បន្នហ្នឹងណាអានឹងគឺយើងកាន់តែខ្មាស់គេកាន់តែភ័យនឹងសម្ដីយើងបើកមាត់មកគេភ័យយកទៅតាត់ទេអើយអាមិនទៀតអញដូចខ្ញុំនិយាយរឿងដែលសាមតុកឆាវគាត់តែបើកមាត់មកងាប់តាហ៊ានអស់100បើកមាត់ងាប់តាហ៊ានអស់100បើកមាត់ទី3គេខ្ទប់ចិត្តឡាយមុំអញ្ចឹងបើសម្រាប់បើថាកំសុកគាត់ចង់ឲ្យថាហ៊ុនសែនហ្នឹងថាធ្វើសម្បើមថាមិនក៏អត់នេះដាក់ទៅបើសូនតាអាចគិតផ្ទុយវិញខ្ញុំមើលទឹកដីធំខ្ញុំអត់ចង់ឈ្នះហ៊ុនសែនទេខ្ញុំចេះវិញណាបើខ្ញុំហ៊ុនសែនគាត់ជាមនុស្សសូនតារាជាមនុស្សយើងជាមនុស្សគឺតែងតែកើតមកឲ្យស្លាប់ទៅវិញណាគ្រប់គ្នាទាំងអស់ជាមនុស្សកើតមកឲ្យស្លាប់ទៅវិញអញ្ចឹងខ្ញុំអត់ចង់ឈ្នះហ៊ុនសែនទេខ្ញុំអត់មើលហ៊ុនសែនជាសំខាន់សម្រាប់ខ្ញុំប៉ុន្តែទឹកដីមិនអាចស្លាប់ទេបងប្អូនឥឡូវយើងមើលកម្ពុជាក្រោមយើងមើលសុរិនប្រហែលពាន់ឆ្នាំទៀតក៏នៅតែថៃដែរប៉ុន្តែមនុស្សស្លាប់ប្រហែលពាន់ឆ្នាំយើងទាំងអស់គ្នាសុទ្ធតែអាចស្លាប់ទេមែនទេអញ្ចឹងពេលដែលយើងគិតរឿងទឹកដីយើងចង់បើខ្ញុំបើសម្រាប់បើខ្ញុំនិយាយអំពីការប្រកួតប្រជែងអំណាចនេះតាមបែបលទ្ធិប្រជាធិបតេយ្យខ្ញុំចង់ឈ្នះហ៊ុនសែនណាតាមសមត្ថភាពរបស់ខ្ញុំប៉ុន្តែរឿងទឹកដីអ្នកផ្សេងគិតខុសពីខ្ញុំជារឿងជាទស្សនៈរឿងទឹកដីណាខ្ញុំអត់ចង់ឈ្នះហ៊ុនសែនទេចឹងវិញតែនេះពីព្រោះខ្ញុំសម្លឹងមើលទៅឃើញថាជាតិកម្ពុជាគង់វង្សអមតៈហ៊ុនសែនស្លាប់យ៉ាងយូរ10-20ឆ្នាំទៀតចុះទឹកដីកម្ពុជាបងប្អូនត្រូវមានទស្សនៈនឹងបើបងប្អូនមានទស្សនៈហ្នឹងណាគឺបងប្អូនអត់មានអធិពលចាំយកអត់មានអធិពលបុគ្គលទេបើបងប្អូនយកទឹកដីជាសំខាន់យកទឹកដីប្រទេសជាតិជាសំខាន់ណាអធិពលបុគ្គលដែលជះមកលើខ្លួនបងប្អូនមានតែពេលនោះបងប្អូនឈរទៅលើរឿងចម្ពាក់ពីរិសនរាជគឺយុត្តិធម៌និងសច្ចធម៌ប៉ុន្តែបើបងប្អូនបដោតលើការកាន់ជើងបុគ្គល
ទឹកដីនឹងរលាយហើយលីតាជាទូទឹកដីនឹងរលាយហើយពីព្រោះបងប្អូនតាមបកគលនឹងកាត់ដីឲ្យគេបងប្អូនកាត់ដីបកគលនឹងអួតបងប្អូនអួតបកគលនឹងអន់បងប្អូនអន់តាមហ្នឹងបកគលនឹងអួតបងប្អូនអួតបកគលដល់បកគលនឹងអន់ណារំលែកទៅបងប្អូនការពារភាពអន់របស់បកគលនឹងទៅឃើញទេលើកអីផ្សេងមកបំបត្តិបាំងភាពអន់មីកសម្បូរអញ្ចឹងកន្លែងនេះណាបើខ្ញុំទៅទៀតថាបើសិនជាហ៊ុនសែនគាត់ធ្វើអន់ដាក់ថៃគាត់ធ្វើអន់ដាក់ថៃប៉ុន្តែគាត់អាចនេះបញ្ជាការវាប្រហារដែលវានាំឲ្យបាត់បង់ណាអន់ទៅក៏មានខុសអីដែរមើលណាកុំខ្លាចចំសុកថាមើលនេះអត់ទេហើយទៅខ្លាចអីខ្ញុំនិយាយរឿងមួយរឿងនេះវាតែងតែពិតព្រោះរឿងទស្សនវិជ្ជារឿងទស្សនវិជ្ជាណាថាវិមីគឺពីអ្នកប្តីប្រពន្ធជីសេះតែរឿងហ្នឹងក្នុងសាលាមិនសួរគេមានរៀនដែរពីអ្នកប្តីប្រពន្ធជីសេះស្រាប់តែជីទៅអ្នកស្រុកគេថាអូចុះតាក្រក់សេះមិនសេះក៏ប៉ុណ្ណឹងធ្វើបាបគ្នាជីដល់2នាក់ដល់តែពេលហ្នឹងមែនទេប្រពន្ធហ្នឹងក៏ចុះទៅទុកឲ្យប្តីជីដើរទៅមុខតិចទៀតទៅស្រាប់តែគេចង្អុលថាងាប់ហើយយកប្តីមកចិត្តអាក្រក់ម៉េះមានសេះហើយឲ្យប្រពន្ធដឹកឲ្យខ្លួនឯងជីដល់ទៅពេលខ្លាចគេថាទេធ្វើម៉េចចុះដើរទាំង2នាក់ដល់ទៅពេលចុះដើរទាំង2នាក់ទៅមុខទៀតទៅស្រាប់តែគេថាអូយពីអ្នកប្តីប្រពន្ធនោះភ្លើមានសេះមិនចេះជីសុកចិត្តបដើមែនទេដល់តែពេលចឹងគេថាចំអាមិនចឹងអញមែនទេដើរទៅមុខទៀតនីតាសំគាត់ថាបើមិននិយាយចឹងយកសេះទៅចងចោលទៅមកយកសេះទៅចងដើរដឹកដៃប្តីប្រពន្ធ2នាក់ស្រាប់តែដល់គេថាទៀតវងវ៉ាចុះពីអ្នកប្តីប្រពន្ធភ្លើមានសេះហ្នឹងមិនជីបែរយកទៅបោះចោលបើយើងអត់ស្គាល់គោលដៅទេណាហើយយើងវិលតាមសម្ដីរបស់អ្នកដតីណាគឺយើងឈួតមកត្រូវដឹងថាគោលដៅចង់បានអីអត់ទេរសូនតារាគោលដៅខ្ញុំចង់បានសន្តិសុខដល់តាព្រំដែនអត់ទេរ៉េចខ្ញុំចង់បានសន្តិសុខគោលដៅខ្ញុំតែប៉ុណ្្នឹងទេហើយតែខ្ញុំធ្វើយុទ្ធសាស្ត្រមួយទេយុទ្ធសាស្ត្រអីក៏ដោយមែនទេគឺគេអត់បដោតលើសម្ដីអ្នកដតីបដោតលទ្ធផលខ្ញុំធ្វើទៅដកបលាលួសបានដីមកវិញឃើញទេច្បាប់អន្តរជាតិដំណើរការអង្គការសហជីវជាតិប្រតិកម្មទទួលស្គាល់បូរណភាពទឹកដីខ្ញុំធ្វើទៅស្រាប់តែវាការពារទឹកដីដែលថៃចូលមកបូណាដែលបាត់បង់នឹងត្រឡប់មកវិញមែនទេអញ្ចឹងណាតើអ្នកឯងថាសូនរៈអន់អូជនកំសាអីថាទៅខ្ញុំអរគុណទៅទៀតប៉ុន្តែវាអត់ឥឡូវនេះលទ្ធផលវាអត់មានសំខាន់ទេបើកាលណាលទ្ធផលមិនមានទីឡូវេចអានេះគឺគេនិយាយថាម៉េចក៏យើងខុសដែរណាបើសិនជាយើងបើខ្ញុំលើកឧទាហរណ៍ថាគ្រូសាមួយឪពុកជំទាស់ជាមួយនឹងកូនធ្វើចំនួនណាមុខវិជ្ជាមួយឪពុកម្ដាយចង់ឲ្យកូនទៅរៀនពេទ្យតែកូននឹងទៅរកស៊ីបើកក្រុមហ៊ុនបើកចំនួនអីតូចមួយមែនទេដើម្បីដឹងថាកូននឹងដើរផ្លូវត្រូវ10ឆ្នាំក្រោយមកកូននឹងជាប្រធានក្រុមហ៊ុនណាលទ្ធផលវាបានប្រាប់ថាអញខាត់កូនខុសលទ្ធផលណាមែនទេប៉ុន្តែបើសិនជាយើងអត់បង្ហាញលទ្ធផលទេមានន័យថាយើងខុសអត់ស្ដាប់ឪយើងស្រាប់តែប៉ែឡោផឹកស៊ីអត់មានកំណើតទេណាប្រាក់ខែ100 200បើឲ្យតាមឪទៅឲ្យរៀនពេទ្យណារៀនបកែអញ្ចឹងណានេះឪបងលុយឲ្យមិនបដិសេធទេម្លេះអ្នកឯងខ្លាយទៅជាវិជ្ជបណ្ឌិតបាត់ហើយប៉ុន្តែស្រាប់តែលទ្ធផលហ្នឹងកូនវាខ្លាយទៅជាក្រុមហ៊ុនឬក៏បើកក្រុមហ៊ុនលោកថ្នាំជួលគ្រូពេទ្យមកទៀតតែកូននឹងខ្លាយទៅកែវិជ្ជបណ្ឌិតជាច្រើនចេញពីសាលាមកជាបុគ្គលិករបស់កូនហ្នឹងអាហ្នឹងវាលទ្ធផលឥឡូវសួរថាហ៊ុនម៉ាណែតណាគាត់រំពឹងលទ្ធផលអីលទ្ធផលប្រជាជនអត់មានចង់បានទេថ្ងៃណាបានដីមកវិញអញ្ចឹងបានជាខ្ញុំត្រឡប់មកចំណុចនេះនិយាយច្រំតែរឿងច្បាប់អន្តរជាតិបើគ្មានច្បាប់អន្តរជាតិបើខ្មែរមិនពឹងច្បាប់អន្តរជាតិប្រទេសកម្ពុជាអាចបាត់បង់24ម៉ោងបាត់បង់24ម៉ោងយើងមើលកម្លាំងយួនយើងមើលកម្លាំងសៀមបើអត់មានច្បាប់អន្តរជាតិណាដូច្នេះត្រូវធ្វើម៉េចស៊ីនរ៉ាត្រូវតែបដិងខ្ញុំមានការអន់ចិត្តណាស់ប៉ុន្តែខ្ញុំគ្រប់គ្រងចំណុចមួយម្សិលមិញឃើញในរដ្ឋសភានៃរបបហ៊ុនអនុម័តអនុសញ្ញាសមុទ្ររបស់អង្គតាមអនុសញ្ញារបស់អង្គការសហជីវជាតិ
គឺជាចំណុចចាប់ផ្ដើមនៃការដើរផ្លូវត្រូវហើយខ្ញុំឃើញមន្ត្រីគណៈបព្វប្រឆាំងគ្រប់គ្រងច្រើនគេគ្រប់គ្រងតែរឿងការពីជាតិទឹកដីទេណារឿងយើងបាត់បង់ទឹកដីគេអត់គ្រប់គ្រងទេហើយយើងត្រូវទៅសុំឲ្យខ្លួនឯងក៏មិនគ្រប់គ្រងដែរណាហ៊ុនម៉ាណែតបើគាត់ដឹកនាំឲ្យបាត់បង់ទឹកដីយើងត្រូវគិតថាមិនមែនតែប្រជាជនមិនមែនតែគណៈបព្វប្រឆាំងទេដែលមិនគ្រប់គ្រងការបាត់បង់ទឹកដីសូម្បីតែហ៊ុនម៉ាណែតខ្លួនឯងក៏ត្រូវតែប្រឹងប្រែងណាដើម្បីកុំឲ្យបាត់បង់ទឹកដីអាការប្រឹងប្រែងកុំឲ្យបាត់បង់ទឹកដីហ្នឹងហើយដែលហៅថាមិនគ្រប់គ្រងខ្លួនឯងខ្វាន់ជីលីណាអញ្ចឹងខ្ញុំឃើញអ៊ុំសំអានបង្ហោះខ្ញុំតូចចិត្តដែលហ៊ុនម៉ាណែតអត់បានប្តឹងទៅតុលាការ ICJ និងអង្គការសហប្រជាជាតិដើម្បីការពារទឹកដីពីព្រោះអត់មានមធ្យោបាយណាក្រៅតែពីការប្តឹងទៅតុលាការអន្តរជាតិរដ្ឋនច័ន្ទនឹងការពារទឹកដីទេខ្ញុំតូចចិត្តណាស់ដែលលើកម្ពុជាដែលមនុស្សជាច្រើននិយាយថាពីមុនអូបើសិនជាថៃមិនបើយើងប្តឹងនាំឲ្យថៃវាយចុះឥឡូវយើងបាត់ដីអស់ប្រហែលខេត្តនេះប្រហែលខេត្តមិនចង់និយាយមួយខេត្តមួយបាត់ទេព្រំដែនជាប់ខេត្តហ្នឹងទៅប្រហែលពាន់ប្រហែលម៉ឺនគ្រួសារគ្រាន់ណាគ្រាន់តាមយោងតាមព័ត៌មានគ្រាន់តែខេត្តបន្ទាយមានជ័យមួយបាត់អស់ជាង2000គ្រួសារ2000ខ្នងខុនពូចុះខេត្តទាំងអស់នៅតាមជាប់ព្រំដែន5ខេត្ត2 5ដងវាប្រហែលវាមិន10ឧទាហរណ៍យើងគិតជាមធ្យមភាពពី5ដង10សូសាមេរីអញ្ចឹងវាមានថារាប់ម៉ឺនគ្រួសារហើយហ៎សួរថាចុះអាគេថាប្តឹងទៅខ្លាចថៃចុះអាមិនប្តឹងបច្ចុប្បន្នហ្នឹងវាឃើញទឹកដីយើងបាត់បង់ថៃដាក់បលាលុះហើយបន្តការគម្រាមកំហែងផ្នែកសង្គ្រាមសព្វាវុធមកលើយើងទៀតចុះយើងចាំពេលណាចាំតែបាត់ប្រទេសមួយទាំងមូលមែនទេចាំទល់តែឲ្យកងទ័ពរបស់ថៃនេះត្រួតត្រាដូចនៅប៉ាឡេស្ទីននៅហ្គាហ្សាកងទ័ពអ៊ីស្រាអែលគ្រប់គ្រងទាំងស្រុងតាមចាំយើងប្តឹងតើអ្នកឯងមានសមត្ថភាពទទួលខុសត្រូវចំពោះទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្នណារាប់ម៉ឺនគ្រួសារដែលប្រជាជនកំពុងតែរស់យ៉ាងវេទនាមែនទេក្នុងនាមខ្ញុំសូនតារាអត់ទទួលខុសត្រូវទេចូលរួមចំណែកនេះឈឺចាប់នឹងការពារជាតិហើយត្រូវតែមានទំនួលខុសត្រូវសម្រាប់ចូលរួមការពារជាតិទេប៉ុន្តែអ្នកដែលទទួលខុសត្រូវចាញ់ជីគឺអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នហ៊ុនម៉ាណែតខ្ញុំមានការទុកចិត្តណាស់ខ្ញុំអត់ចឹងបានតែខ្ញុំលើកឡើងរបាញ់មិញនេះណាដោយលោកកំសុកគាត់លើកឡើងអំពីថាថៃវាយហ៊ុនសែនតើហ៊ុនសែនអំបរនិយាយថាហ៊ុនសែនអំបរក៏មិនអីដែរបើខ្ញុំអំបរក៏បានដែរអត់អីទេតែអំបរទូរស័ព្ទនិយាយទៅទាំងទៅរួចទេសុំចុះចាញ់ហើយប៉ុណ្្នឹងបានហើយកម្ពុជាអត់មានទាហានអត់មានទ័ពអីទេយើងគ្រាន់តែថាសុំតែធ្វើម៉េចយើងដោះស្រាយតាមដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិទៅកម្ពុជាជារដ្ឋឯករាជ្យកម្ពុជាមានកៅអីនៅអង្គការសហជីវជាតិណាមិនអាចទៅដកកៅអីថៃមកគ្រប់គ្រងកៅអីកម្ពុជាចំនួននេះបានទេមិនអាចទេមែនទេយើងមានអំបរអញ្ចឹងថាស្ពះអំបរក៏បានដែរហើយបើខ្ញុំថាអញ្ចឹងការដឹកនាំប្រទេសគេអត់សំខាន់ទៅលើពាក្យសម្ដីឌឺដងរបស់អ្នកដទៃទេសំខាន់គឺគោលដៅយូកូជីគូសំខាន់គោលដៅតើយើងសម្រេចអីសូនហេងតែហំតែដូចខ្ញុំលើកឡើងបានមិនអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាឪពុកចង់ឲ្យកូនរៀនវិជ្ជាបណ្ឌិតកូនចង់រកស៊ីណាបើសិនជាកូននឹងចៅមកសៀតឪច្បាស់ជានិយាយថាឯងបើអញឲ្យរៀនពេទ្យមិនអញ្ចឹងទេខ្លាយជាទូធានប៉ុន្តែបើសិនជាកូននឹងជោគជ័យខ្លាយទៅជាប្រធានក្រុមហ៊ុនលោកថ្នាំពេទ្យជួលគ្រូពេទ្យមកទៅទៀតមានន័យថាដើរត្រូវលទ្ធផលមានដឹកនាំគេផ្ដោតទៅលើលទ្ធផលទេបើខ្លួនឯងដឹកនាំអត់លទ្ធផលហើយថៃកាន់តែដាក់បលាលុះកាន់តែរំកិលនេះប្រជាជនកាន់តែរងចាំរាប់សិបឆ្នាំទទួលខុសត្រូវយ៉ាងម៉េចខ្ញុំចេះតែឆ្ងល់ជាសួរនេះទទួលខុសត្រូវយ៉ាងម៉េចបណ្ដេញព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតសម្រាប់ខ្ញុំអត់ខ្វល់ថាហ៊ុនសែនឬហ៊ុនម៉ាណែតណាគាត់ធ្វើវិធីសាស្ត្រយ៉ាងមិនដាក់ថៃទេអ្វីដែលខ្ញុំខ្វល់គឺលទ្ធផលហើយមិនមែនសូនតារាខ្វល់ទេអ្វីដែលប្រជាជនខ្វល់ដែរគឺលទ្ធផលប្រជាជននិងមហាជនចាំមើលតែលទ្ធផលទេឲ្យតែបានលទ្ធផលអានឹងគឺមិនទោះអ្នកឯងថាទៅហើយមិនបាច់ទៅចំណាយពេលមើលខមមិនចាប់មនុស្សដាក់គុកឯតិចទៀតខ្ញុំនិយាយឲ្យចំណុចនេះណាចាប់មនុស្សដាក់គុកនឹងវាយ៉ាងម៉េចដូច្នេះសរុបសេចក្តីមកបើយើងមិនពឹងច្បាប់អន្តរជាតិប្រទេសកម្ពុជារលាយ24ម៉ោងហើយបើយើងពឹងអន្តរជាតិត្រូវមានគោល3សំខាន់ទី1 ប្តឹងខ្ញុំនៅតែនិយាយដដែលប្តឹង
ទៅតឡាការអន្តរជាតិ ICJ គេថាបើប្តឹងនាំឲ្យថៃខំចុះអាមិនប្តឹងរងថ្ងៃបាត់អស់ 10000 គ្រួសារនេះហ៎អានឹងលទ្ធផលកើតមកពីការមិនប្តឹងហ្នឹងត្រូវតែរៀបចំឯកសារប្តឹងទៅឲ្យថៃទទួលស្គាល់ព្រំដែនស្របច្បាប់កម្ពុជាមានកៅអីក្នុងការសហជាតិទី1ទី2ត្រូវតែធ្វើការជិតស្និទ្ធជាមួយនឹងអង្គការសហប្រជាជាតិតាមរយៈប្រទេសទាំង5មហាអំណាចនយោបាយខាត់ទូទី3ត្រូវតែចាប់មហាអំណាចណាមួយដែលមានភាពរឹងប៉ឹងពិភពលោកយើងនេះសិតតែមានខ្នងទេអយុត្តិធម៌យើងក៏ថាបានដែរដូចសូម្បីជប៉ុនណាក៏មានខ្នងឥឡូវគេមិនចង់និយាយខ្នងឲ្យសម្ព័ន្ធមិត្តជប៉ុនជាអាមេរិកនៅចាក់ទឹកបណ្ឌិតអ៊ីស្រាអែលខ្លាំងដោយសារអាមេរិកចាក់ទឹកបណ្ឌិតនេះប្រទេសដែលអត់មានខ្នងណាគឺគេមើងងាយណាហើយបើរើសខ្នងកុំយកខ្នងណាដែលការពារយើងមិនបានគឺត្រូវរើសខ្នងណាដែលការពារបានអញ្ចឹងបើសម្រាប់សូនារាការអនុវត្តច្បាប់អន្តរជាតិដែលធ្វើឲ្យពាក្យបណ្ដឹងឬការបណ្ដឹងការពារបូរណភាពទឹកដីនឹងមានប្រយោជន៍ គឺវាតអាស្រ័យតតែយើងមានអំណាចដែរជុំមកកម្ពុជាអត់អំណាចគឺយើងមានសម្ព័ន្ធមិត្តដែលមានអំណាចនេះចឹងបានសូនតារាទស្សនៈខ្ញុំនេះដដែលបងប្អូនខ្ញុំបាញ់និយាយសំដែរទេ3ចំណុចនេះណាបងប្អូនគឺបើយើងមិនបណ្ដឹងបើយើងអត់បញ្ចូលអង្គការសហប្រជាជាតិមហាអំណាចទាំង5និងសមាជិកគ្រប់ប្រទេសដែលជាសមាជិកអង្គការសហជាតិយើងអាចទៅបញ្ចូលបានបើសូនតារានេះមួយថ្ងៃខ្ញុំមកនៅផ្ទះដូចប្រាក់សកលនេះឧទាហរណ៍ចេះខ្ញុំដើរគ្រប់ប្រទេសដែលជាឲ្យតែជាប្រទេសសមាជិកអង្គការសហជាតិខ្ញុំដើរគ្រប់ប្រទេសបានផលក៏ដោយនេះជិះយន្តហោះទៅជិះតតែខ្យល់កទៅនេះឬក៏មានទូតនៅក្នុងប្រទេសកម្ពុជាណាត់ទូតជួបបរិសកកម្មទស្សនកិច្ចប្រទេសនេះប្រទេសនោះណាដើម្បីអីជាពិសេសប្រទេសប្រជាធិបតេយ្យខ្ញុំនឹងតំណែងតំណងគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់គោលនយោបាយការទូតប៉ុន្តែអ្នកធីតាជួនវាអកុសលកន្លែងនេះហើយអកុសលនេះខ្ញុំនិយាយនៅក្នុងប្រធានបទទី2ប្រិយមិត្ត share វីដេអូនេះកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការគីថាញ់ផ្លាស់ប្ដូរផ្នែកគំនិតចាប់ចោលប្រធានបទទី2អកុសលគឺចាប់ចោលហើយហ៊ុនសែននៅតែស៊ីសាច់ដដែលពីព្រោះហ៊ុនសែនជាខ្លាណាអត់ស៊ីស្មៅទេចាត់ចងធ្វើឲ្យកម្ពុជាខូចមុខមាត់នៅលើឆាកអន្តរជាតិនាំឲ្យបាត់បង់ការគ្រប់គ្រងពេញលេញពីឆាកអន្តរជាតិចាត់ចងនាំឲ្យបាត់បង់ការគ្រប់គ្រងពីអន្តរជាតិបាត់បង់ការគ្រប់គ្រងពីអន្តរជាតិណាវីអុកស៊ីតែនីនាំឲ្យថៃឆក់ឱកាសឈ្លានពានកាត់យកទឹកដីកម្ពុជាក្នុងអំឡុងពេលដែលអន្តរជាតិកំពុងតែច្របូកច្របល់ចាត់ចងបានធ្វើឲ្យកម្ពុជានឹងធ្លាក់មុខមាត់ប្រទេសសម្ព័ន្ធមិត្តមួយចំនួនហ្នឹងគេខ្ពើមគេអាណិតប្រជាជនគេប្រតិកម្មក្នុងនាមត្រឹមតែប្រជាជនប៉ុន្តែគេមិនជួយរដ្ឋាភិបាលពេញដៃពេញជើងណាការចាត់ចងនេះប្រៀបដូចជាប្រទេសថៃដែលគ្រាន់តែរំលោភបទឈប់បាញ់នៃផ្សេងអាមេរិកគេថាអញ្ចឹងចុះតាមពិតរឿងនេះថៃប្រមាថដូណាល់ត្រាំទេប្រមាថនេះអាមេរិកគេដែលនាំឲ្យប្រទេសថៃធ្លាក់ឋានៈគេខ្ទប់វីសាឋានៈមកស្មើប្រទេសឡាវប្រទេសភូមានិងប្រទេសអន់ខ្លួនមើលងាយដែរណារឿងពាក្យការទូតគេមិនខ្វះលេសនិយាយទេប៉ុន្តែរឿងដែលសំខាន់ណាបងប្អូននិយាយចំបើស្ដាប់សូមនិយាយចំគឺថៃឈ្លានពានកម្ពុជាប្រមាថហត្ថលេខារបស់ដូណាល់ត្រាំហ្នឹងនាំឲ្យនេះថៃធ្លាក់មុខមាត់នៅលើឆាកអន្តរជាតិជុកកម្ពុជាគាត់ថៃគ្រាន់តែប៉ះរឿងបទជប់បាញ់សិទ្ធិសញ្ញាសន្តិភាពនឹងនាំឲ្យធ្លាក់មុខមាត់ក្នុងប្រទេសរបស់ប្រទេសខ្លួនចុះប្រទេសកម្ពុជាដែលញោមញីចាប់រំលោភសិទ្ធិមនុស្សនេះវ័យក្បាលចាត់ចងរាល់ថ្ងៃនេះតើអន្តរជាតិហ្នឹងគេមិនធ្វើអីទេទោះជាគេមិនធ្វើអីផ្ទាល់
គ្រាន់តែគេមិនគ្រប់គ្រងគេមិនលូកដៃគេមិនចូលរួមគេឈរមើលយើងណាថៃកាប់សម្លាប់គេឈរមើលកម្ពុជានឹងត្រូវថៃស៊ីក៏បញ្ជាក់ន័យថាយើងដើរផ្លូវខុសបាត់ហើយគឺការរំលោភសិទ្ធិមនុស្សចាក់ចោលអញ្ចឹងហើយបានជាខ្ញុំដាក់ប្រធានបទមួយថាវិញនេះប្រធានបទទី2នេះបើការចាក់ចងអាចការពារទឹកដីបានហេតុអ្វីមិនអីហ៎បងប្អូនបើការចាក់ចងអាចការពារទឹកដីបានហេតុអ្វីណាសម្បត្តិនេះមិននេះខ្ញុំចង់និយាយថាហេតុអ្វីមិនចាប់ចងទូទាំងប្រទេសតែហ្មងទៅចាំបាច់ធ្វើនយោបាយការទូតចាំបាច់ពង្រឹងសមត្ថភាពកងទ័ពសេដ្ឋកិច្ចអីបើការចាប់ចងអាចការពារជាតិការពារទឹកដីបានផ្ទុយទៅវិញតើការចាប់ចងមនុស្សអាចការពារជាតិបានទេអត់បើការចាប់ចងមនុស្សអាចការពារជាតិបានហេតុអីបានមិនចាប់ចងទាំងទូទាំងប្រទេសតែម្ដងទៅណាការពារជាតិមានតែច្បាប់អន្តរជាតិតាមរយៈអីតាមរយៈការទូតគឺអ្វីគឺបញ្ចុះបញ្ចូលអន្តរជាតិឲ្យគ្រប់គ្រងភាពស្របច្បាប់ណាទឹកដីបូរណភាពទឹកដីកម្ពុជាឲ្យអន្តរជាតិគ្រប់គ្រងភាពស្របច្បាប់ចុះបើអន្តរជាតិនឹងស្អប់របបផ្ដាច់ការហ៊ុនសែនតើគេមានមនោចេតនាមកគ្រប់គ្រងយើងទេហ៎អត់ទេចុះគេស្អប់ហើយនេះបានជាគេស្អប់ណារបបហ៊ុនសែនដោយសាររបបហ៊ុនសែនចាប់ចងហ្នឹងណាវិលយកមកឡើងវាអាចចាប់ចងហ្នឹងអញ្ចឹងបានខ្ញុំថាបើការចាប់ចងអាចការពារជាតិការពារទឹកដីបានហេតុអីមិនចាប់ទូទាំងប្រទេសខ្ញុំថាអញ្ចឹងមែនទេព្រោះខ្ញុំនិយាយខ្ញុំរំកល់ប្រយោជន៍ទឹកដីជាធំទេអាបើសកុនត្រីឥឡូវខ្ញុំដាក់ត្រង់នេះវិញការចាប់ចងណាមិនត្រឹមតែមិនអាចការពារជាតិបានទេគឺបំផ្លាញជាតិបណ្ដាលឲ្យថៃមើលឃើញភាពបែកបាក់វាយរកកាន់តែខ្លាំងការចាប់ចងតាមបែបលោកសិចវាអត់ចាប់ទៅព្រំដែននឹងវាទៅជាព្រំដែនរលាកមនុស្សចូលដល់បានទេមែនទេការចាប់ចងមនុស្សមិនត្រឹមតែមិនអាចទៅការពារជាតិបានថែមទាំងឲ្យថៃមែនទេរកឃើញអំពីការបែកបាក់វាយលុកថែមទាំងបាត់បង់កិត្តិយសនៅលើឆាកអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិសេរីរដ្ឋអង្គការសហប្រជាជាតិដែលណាចង់ជួយប្រទេសកម្ពុជានឹងក៏គេរអែងចិត្តដែរយើងរងគ្រោះធ្ងន់ណាស់ដោយសារតែការចាប់ចងនេះក្នុងប្រទេសមួយដែលមានលំហដែលមានសេរីភាពណាមិនត្រឹមតែអាចជួយការពារទឹកដីបានទេព្រោះកម្លាំងធំណាថែមទាំងឈ្នះមនោសញ្ចេតនាអន្តរជាតិការបើកលំហសេរីភាពនៅក្នុងប្រទេសកម្ពុជាឈ្នះមនោសញ្ចេតនាអន្តរជាតិការឈ្នះមនោសញ្ចេតនាអន្តរជាតិនេះជាហេតុនាំឲ្យកម្ពុជាឈ្នះថៃពីព្រោះមានតែច្បាប់អន្តរជាតិទេដែលយើងការពារទឹកដីបានមានក្រៅច្បាប់អន្តរជាតិអត់មានទេមែនទេសភាវុធយើងអត់មានដល់ថៃទេតែវាទទួលស្គាល់ការពិតចេះមហានគរខ្មែរអានេះបើយើងអត់ទទួលស្គាល់ការពិតទេខ្ញុំដាក់ចំណងជើងខាងដើមខ្ញុំប្រើពាក្យញ៉ាមបងប្អូនញ៉ាមមកខ្ញុំនិយាយតិចសៅវតារឿងញ៉ាមមានន័យថាអំណាចដែលបានមកអំពីការចាប់ចងហ៊ុនសែននឹងបន្តការចាប់ចងដើម្បីបានអំណាចដែលការពារបានដោយការចាប់ចងញ៉ាមហ៊ុនសែននឹងការពារអំណាចដោយការចាប់ចងបើយើងនិយាយអំពីសត្វក៏ដោយមនុស្សក៏ដោយសត្វបើវារស់ស៊ីបានតាណាវាទៅតែតំណងមនុស្សដូចគ្នាមនុស្សបើធ្វើអីបានណាធ្វើតែអានោះហ៊ុនសែនគាត់រកស៊ីចាប់ចងដើម្បីការពារនិងដណ្ដើមអំណាចដូច្នេះមុខរបររកស៊ីចាប់ចងការពារដណ្ដើមអំណាចគាត់នៅតែធ្វើដដែលទោះបីជាបាត់បង់ទឹកដីបច្ចុប្បន្ននឹងបណ្ដោះអាសន្នមែនទេបើយោងតាមរបាយការណ៍គ្រាន់តែនៅក្នុងខេត្តបន្ទាយមានជ័យមួយ 2000 ជាងគ្រួសារ 2000 ខ្នងជាងណាបងប្អូនណា
chẳng bên đây thá sai bản tuột thằng ốc 800 km nó vì trôi vào dương kịch cho mà xuống pi 5 đó ta cho 5 khái cho mà dương mình 5 khái đấy đi cho bạch po ở đôi chi ở đò miền Tây ra về hía nè bên tiên miền Tây po sắt bạch tờ bòn tân trai và muối mà nè pin đọc á nè pi và muối đó đọc pi và muối pi đó phải đọc pi pi đọc miền đây tha về mà nó mỏng mơn pi pon cru sa nè thành kvi thành chẳng tao ca chặt tròn nó ai từ tục bản này ai từ ca pia ở nơi bản này admin đi phim thà admin đi bớt sập sơn ra cái nhóm mình khai nên giờ mình tu sửa bọc nhóm tu sửa bọc nhóm cứ bao gồm khó vấn đề bao gồm chuyện mình tên mình gồm chuyện chặt tròn thế nó kinh sáng bay lên cho tiếp một phần nên đi cái nhóm bao gồm chuyện mình tên mình gồm chuyện chặt tròn ấy nè anh nói sập sơn ra có thấy sơn ra miền trong này khai gì tới đôi sau một xí cho cái nhóm sơn ra ta nhóm sơn ra nên đấy sao mà xí cứ sao này gì mua số hút rồi mua số hút sơn ra và tay sầm khăn lưa ấy được nhom gì mày mình cô đay được nhom gì là hôn sáng cho cá công sọc thành chết rồi coi là anh chồng cho nè sầm khăn cô đay là tập hở mà lúc cái ăn khoan lấy tê cái khoan lưa tay là tập hở tại ban ấy bà la luôn bị đọ cho nhìn nơi phun và chia trôn với nhà nơi ở nhà nâng lặt tập hở mình tha hôn sáng rồi mà lại thường mình chụp bàiอย่างnào để có sầm rạp không nhóm nữa nhóm chặt tục tật đây chỉ sầm khăn ở lớp nhóm gì bị nhàm nữa nè nước sai và đà nhàm mình tự mong muốn cao pì hôn sai ăn nó mặt sự thích nhà bồng pin mình thải cho năm pi quan pram cho nó lúcประเทศกัมพูชาในมีนขณะปัดซอมแรงซีตอนมีขณะปัดสถิมันด้วยขณะปัดซอมแรงซีโดยจีcái hậu thàอาดมัดตามอย่างจำตรวจจันดามีขึ้นสถิสัญญาบางปีมันไทยปรุงได้จะมวยยวนได้ในประโยคตามสิ้นเป็นสายคือยกตามสายมันตัวในขนาดมวยเลือปรามปอนนั่นนะเป็นลูกขณะปะประชังมีปฏิกรรมขลังคนสายจับประเดิมจับกำสขาดักกบโดยสายยกไล่อักษรเซในสตาร์โอลิมปิกจับการนู้จับกำสขาจับปางnguồn tiếngเลยนะตามอย่างนั้นจับกำสุดท้าจับไอ้ตับไอ้จังตูดักกุ๊กจำนวนนั่งไงได้เนี่ยขนมระยะปีกี่กดจับประมาณมันลูกสกัดแบบจนมวยจำนวนดักกุ๊กปีนั่งไงบินมันตรำจะจับกำสุดท้าดักกุ๊กจับไอ้ตีจับชื่อมันนี่ได้กันเนาะนะคือจับดักกุ๊กดักใบอัดลงมาจะบัดหนึ่งขนมสเปียแต่เนาะขณะปักซอมเริงสีดาวเจนตอนมีขณะปักสถิมันดูเตะกำสิค้าก็เนื้อชีแบบเทียนแบบแช่มันโดนสถิมันนุกัมพูชีก็จับสาวเหมือนเต้นกันเนาะจับเพลียมดักบอกจนปริซอมมังมั้งเฮ้ยก็อัดลงมาจะบัดเนี่ยผมเป็นมันไทยสถิสัญญาได้ขณะปักประชังขณะปักซอมเริงสีกำสิค้าเซนเทศนั้นท้าได้มันดาลอยบัดบองตึกใดตึกน้ำจิ้มเซ็กต่ออันหนึ่งมวยเปี้ยนเนาะองค์การสังคมสิวันมวยจำนวนกันนะโดยเฉพาะปางสะเขือนชันฉันนี้มันเนี่ยเอี้ยจันนาไอ้กูรถเนื้ออาจจะนอนนั้นที่สิ่งชนะปีปอนปรานยังไงบางคนสำหรับลือชั่วโมงเนี่ยบางคนสกอร์อะไรขมายสวรรค์ภูมิปางสะเขือนบางคนสกอร์ชันฉันนี้ยังมันนั่งไปได้ว่าอาจจะนอนหนึ่งโพสต์ที่มันได้ในกรมสังคมองค์การสังคมสิวันนั่นเนี่ยโดยเฉพาะปางสะเขือนก็ประเทศเจรนาในสัตว์นำมาเลยที่เจตปไตยเนี่ยย้อมโซนร้านุปเทนอีจันนะก็จะอักกะเลขาธิการในจอรนาในสัตว์ก็จะเน็ตได้สเซสกเดย์ฟลายกาเฮ้ยจะเน็ตได้เจ้าหัตถเลขาชั่วโมงเราบอกก็จำนวนขยมโซนร้ามันนี่บอกว่าในการนกขยมในสกสายยมมีนติบัตกรุษาก็สัญญาจำนวนขยมแต่เฮ้ยก็รบเนี่ยให้เมียนชำชนิดโดยจีองค์การตักสิกรจังเลยตามขยมตักสิกรรมไม่ได้ตามขยมดังนั้นนะจึงจำนวนนึงบางคนหุ่นไซก็จับกรอยไปอนุมัติฉบับหนึ่งหอยกันน้องอัดตอนสหายประมาณที่คือมันดูเราได้จับให้ก็ดอกเลยมาวิ่งมดดำน้ำกาไปที่ตะไตกรอยมดนั่นเองมุ่นปีปวนปีปวนจำลองหนึ่งเตี้ยนะการอนุมัติฉบับแบบเป็นเหมือนไทยมวยเซนเตี้ยหนึ่งชั้นนำโดยจีชั้นนำประมาณนั้นก็จับมนุษย์เตี้ย
កាលនោះបងប្អូនរឿងល្បីមួយ2004មិន2005ទេបាទប៉ុន្តែអាហ្នឹងគឺគេអនុម័តឆ្នាំ2005ហើយប៉ុន្តែវាចាប់ឆ្នាំ2004ហ្នឹងចាប់មនុស្សដើម្បីទៅអនុម័តឆ្នាំ2005ណាតាមខ្ញុំចាំកាលនោះមានបងប្អូនចំណាំទេពណាក់ខំវាសនាគាត់តំណាងរាជគណៈបកសំរងស៊ីចឹងហ្នឹងណាដែលគេថាខំវាសនាលើកដៃកាត់តោះត្រល់វាមានប្រវត្តិអញ្ចឹងដែលកាលពីបកជួងទាស់សម្ដីជាមួយនឹងគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិនេះណាបងប្អូនមានដឹងទេថាហេតុអីបានគេនិយាយថាខំវាសនាលើកដៃកាត់តោះត្រល់ខំវាសនាលើកដៃកាត់តោះត្រល់ពីព្រោះនៅក្នុងនោះខំវាសនាគាត់ជាតំណាងរាជគណៈបកសំរងស៊ីមកពីខេត្តព្រៃវែងគណៈបកសំរងស៊ីគឺដើរចេញពហិការហ្មងណាពេលដែលអនុម័តច្បាប់លើកដៃក្នុងរដ្ឋសភានិយាយអំពីសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនហ្នឹងគណៈបកសំរងស៊ីដើរចេញទាំងអស់សល់តែខឹមវិស្នាមួយឯនៅលើកដៃជាមួយនឹងស្ដេចក្រមព្រះជាមួយនឹងគណៈបកហ្វុនស៊ិនប៉ិចក្រោយពីគាត់លើកដៃហើយគាត់ក៏លាលែងចេញពីគណៈបកណែសំរងស៊ីទៅបង្កើតគណៈបកមួយគឺបកជួងណាបកជួងក្រោយមកគាត់ចងកំហឹងជាមួយគណៈបកសំរងស៊ីគាត់បង្កើតបកជួងមកណាមានន័យគឺកើតមកគឺដើម្បីជេរសំរងស៊ីតែម្ដងគឺគាត់បង្កើតបកដើម្បីបញ្ចេញកំហឹងអាហ្នឹងណាបងប្អូនអានេះរឿងសាវតាមួយពេលដែលបងប្អូនស្ដាប់ទៅបានដឹងថាអូរឿងហ្នឹងវាអញ្ចឹងទេឥឡូវខ្ញុំយកពីញ៉ាំពេលនោះណាហ៊ុនសែនឲ្យតែមានព្រឹត្តិការណ៍ព្រំដែនឲ្យតែមានព្រឹត្តិការណ៍ព្រំដែនគូគាត់ត្រូវតែចាប់មនុស្សមកជាពិសេសនិយាយពាក់ព័ន្ធព្រំដែនឃើញទេក្រៅតែពីក្រោយព្រំដែនមកទៀតព្រឹត្តិការណ៍អំណាចដល់ទៅពេលពាក់ព័ន្ធទៅនឹងអំណាចគាត់ត្រូវតែចាប់មនុស្សហ្នឹងពីព្រោះអីពីព្រោះនៅក្នុងប្រទេសកម្ពុជាគាត់មើលអាចថានៅក្នុងរបបប៉ុលពតពេលដែលយកមនុស្សម្នាក់ទៅវាយនឹងត្បូងចប់ទៅធ្វើឲ្យមនុស្សរាប់ពាន់អ្នកឃើញទៅបាក់ស្បាតអញ្ចឹងគាត់ប្រើអយុទ្ធសាស្ត្រហ្នឹងអាការចាប់ចងហ្នឹងគឺជាដំណោះស្រាយនៅក្នុងការថែរក្សាស្ថិរភាពនយោបាយរបស់គាត់ក៏អត់មានយុទ្ធសាស្ត្រកំណត់អីផ្សេងទៅដូចជាភាពឆ្លាតវៃរូបមន្តណាផ្សេងទេរូបមន្តសាមញ្ញប៉ុន្តែគាត់ធ្វើបែបសាមញ្ញគឺបំភ័យបន្លាចការចាប់ចងដើម្បីគ្រប់គ្រងសភាពការអានេះណាអញ្ចឹងមានន័យថាបើហ៊ុនសែនចង់គ្រប់គ្រងសភាពការសុកសមិនគាត់ចាប់ចងបើហ៊ុនសែនចង់ការពារសន្តិភាពគាត់ចាប់ចងបើហ៊ុនសែនចង់រក្សាសន្តិភាពគាត់ចាប់ចងបើហ៊ុនសែនចង់ដោះស្រាយបញ្ហាព្រំដែនគាត់ចាប់ចងបើហ៊ុនសែនចង់ការពារអំណាចគាត់ចាប់ចងបើហ៊ុនសែនចង់ការពារការបោះឆ្នោតម្នាក់ឯងគាត់ចាប់ចងអញ្ចឹងបានខ្ញុំដាក់ថាញ៉ាំហ្នឹងហើយអាការចាប់ចងអាទាំងអស់ហ្នឹងវាកើតទៅជាមុខមាត់អាក្រក់ណា bad image វាទៅជា bad image មុខមាត់អាក្រក់នៅលើអន្តរជាតិហើយវាកើតទៅលើមុខមាត់អាក្រក់អន្តរជាតិវាកើតទៅជាហ៊ុនសែនអំនួតមានន័យថាគាត់ជោគជ័យធំធេងណាស់ដែលអាចកម្ចាត់មនុស្សធ្វើឲ្យមនុស្សទៅថ្វាយបង្គំគាត់ដល់តែពេលគាត់មានអំនួតគាត់ដូចស៊ុនអ៊ូខុងនៅក្នុងរឿងគ្រូឋានជ័យអញ្ចឹងគាត់ទៅប្រមាថឋានលើចង់ដណ្ដើមកៅអីប្រអិនណាដល់តែពេលគាត់ចង់គ្រូខុងណាចង់ដណ្ដើមកៅអីប្រអិននាំឲ្យធ្លាក់ទណ្ឌកម្មមកជាប់នៅក្នុងរូងភ្នំ500ឆ្នាំយូរណាអានោះដូចជាប់គុក500ឆ្នាំទណ្ឌកម្មហ៊ុនសែនបាក់ថៃអំនួតកំតិចកំទីយុទ្ធសាស្ត្រឈ្នះយុទ្ធសាស្ត្រចាក់រុកយុទ្ធសាស្ត្របំបែកសាយុទ្ធសាស្ត្របំបែកបាត់ទៅចាក់រុកទៅប៉ះឋានប្រអិនទៅប៉ះថៃនាំឲ្យថៃឡងមកវិញឥឡូវអ្នកខាតបង់គឺប្រទេសកម្ពុជាខ្ទេចខ្ទីអស់អាលីងអាហ្នឹងណាហើយអានេះគឺដោយសារអីដោយសារតែការចាប់ចងបងប្អូនថាមិនតាក់ទងពេលដែលការចាប់ចងអត់អីមនុស្សណាហេតុអីបានជាមនុស្សលួចមនុស្សបើថាលួចជាប់គុកមនុស្សមិនលួចទេបងប្អូនណានេះចុះលោកគ្រូតាចាលួចជាប់គុកហើយអាលួចនៅជាប់គុកព្រោះលួចបានគេចាប់អត់បានណាមនុស្សបើសិនជាសម្លាប់គេលួចគេអត់ជាប់គុកមនុស្សនឹងសម្លាប់មនុស្សជារៀងរាល់ថ្ងៃដូចគ្នាអីសុខហេងហ៊ុនសែនហ្នឹងហេតុអីបានជាគាត់មោទនភាពគាត់អត់អីពីព្រោះគាត់ចាប់មនុស្សចងអត់អីអត់មានទណ្ឌកម្មហើយទទួលបានការថ្វាយបង្គំពីអ្នកដទៃទៀតអញ្ចឹងអាការចាប់ចងហ្នឹងលើកទឹកចិត្តឲ្យគាត់ចាប់យូរទៅវាទៅជាសាហាវណាដល់លើកទឹកចិត្តឲ្យគាត់ចាប់វាទៅយ៉ាងម៉េចគាត់អាការចាប់ចងរបស់គាត់ធ្វើឲ្យគាត់មានគេថ្វាយបង្គំធ្វើឲ្យគាត់មានអំណាចធ្វើឲ្យគាត់គ្រប់គ្រងបានទាំងស្រុងអយុទ្ធសាស្ត្ររបស់គាត់ហ្នឹងធ្វើឲ្យគាត់ខ្លាយទៅជាមែនទេអធិរាជចៅថាមហាអំណាចព
ពេលគាត់ខ្លាយជាមហាអំណាចគាត់មិនដូចធ្លាក់អួតចាប់បានអួតដល់ទៅពេលគាត់អួតចឹងមិនដូចអ៊ូខុងចង់ទៅដើមរាជបល្ល័ង្កនេះរបស់ប្រអិននៅឋានលើដល់ហ៊ុនសែនចង់ទៅដើមរាជបល្ល័ង្កថៃចង់វាយថៃណាអួតយកថៃមករាជសោយដូចសេងសេរីដល់ទៅពេលអួតមិនទៅខ្ទេចឋានកម្ពុជាអានឹងវាកើតចេញអំពីការចាប់ចងពីព្រោះការចាប់ចងនាំឲ្យគាត់មោទនភាពនាំឲ្យគាត់មានអំណួតនាំឲ្យគាត់ក្អេងក្អាងហើយភាពក្អេងក្អាងរបស់គាត់នឹងនាំវិនិច្ឆ័យមកដល់ប្រទេសកម្ពុជាហើយការចាប់ចងនឹងគឺជាហេតុដែលនាំឲ្យគាត់នៅតែបន្តការចាប់ចងពីព្រោះគាត់មើលឃើញថាអត់មានមធ្យោបាយណាឆ្លាតវៃមានទេពកោសល្យក្រៅអំពីការចាប់ចងមនុស្សដើម្បីការពារនយោបាយរងាប់សតិអារម្មណ៍ណាបន្លាចមនុស្សឲ្យស្ងប់ស្ងាត់តែប៉ុណ្្នឹងទេមួយទៀតរហូតដល់ការចាប់ចងនឹងវានាំឲ្យមានមុខមាត់អាក្រក់នៅលើឆាកអន្តរជាតិពេលដែលមានមុខមាត់អាក្រក់នៅលើឆាកអន្តរជាតិនាំឲ្យទី1ថៃឆ្លៀនពៀនមកច្បាប់អន្តរជាតិអត់មានប្រសិទ្ធភាពជនរងគ្រោះគឺខ្មែររាប់ម៉ឺនគ្រួសារផ្ទះរាប់ម៉ឺនខ្នងទៅថៃកាត់យកគឺសុទ្ធតែកើតអំពីនយោបាយចាប់ចងទាំងអស់អញ្ចឹងបាទខ្ញុំមើលទៅអត់ចំណេញទេមែនទេចំណេញបានតែអំណាចរបស់ហ៊ុនសែនមួយគត់ប៉ុន្តែខាតទឹកដីខាតអំណាចប្រជាជាតិខាតប្រយោជន៍ជាតិបើគាត់ជាអ្នកដឹកនាំមានឧត្តមគតិហ៊ុនម៉ាណែតការពីជាតិស្រឡាញ់ជាតិទឹកដីមែនណាគាត់ត្រូវគិតជាតិមុនខ្លួនគាត់បើគាត់គិតជាតិមុនខ្លួនគាត់មិនបន្តចាប់ចងមនុស្សដើម្បីបំបាក់មុខជាតិនៅលើឆាកអន្តរជាតិបណ្ដាលឲ្យថៃឆ្លៀនពៀនមកយើងអត់មានទៅតដៃទេឥឡូវនេះខ្ញុំនៅតែថាដដែលចឹងគឺនៅមុខបូព៌ាយើងអត់មានអីទៅតតាំងជាមួយថៃក្រៅតែពីច្បាប់អន្តរជាតិទេអ្នកណាដែលនិយាយខុសពីសូនតារាចូលបង្ហាញហើយបើសិនជាថាអាចអង្វរថៃសាពះតតែសាពះអង្វរសាពះទៅអីទេខ្ញុំថាមិនអីទេណាជាគោលដៅវាថាថៃប្រុងធ្វើសង្គ្រាមទៅសុំតែឡើយអត់ទេខ្ញុំអត់ធ្វើជាមួយទេមែនទេយើងទៅចង់ស្លាប់ចង់រស់ទេប្រជាជនខ្មែរក៏ចង់រស់អីដែរគេអត់មាននេះទេឥឡូវហ្នឹងអញ្ចឹងទៅអង្វរទៅមែនទេទៅកឹមសុកនិយាយត្រូវឲ្យគាត់ត្រូវទៅមានអីទេជួនកាលមនុស្សនិយាយត្រូវសប្បាយទេណានេះបើថាហ៊ុនសែនធ្វើតាមដូចកឹមសុកថាទៅអាហ្នឹងកឹមសុកគាត់សប្បាយទេវាអត់មាននេះទេឲ្យគាត់សប្បាយក៏បានបនខ្លះដែរណានេះប៉ុន្តែគាត់ថាអញ្ចេះគាត់ថាប្រជាជនខ្ញុំត្រឡប់មកចុងក្រោយវិញអ្វីដែលខ្ញុំនិយាយណាប្រជាជនទាំងយើងទាំងគេចំណាឡាំបដោតទៅលើលទ្ធផលឥឡូវលទ្ធផលឥឡូវអាម៉េចលទ្ធផលឥឡូវមិនដែរពីមុនមកតែភូមិព្រៃច័ន្ទមួយឥឡូវលេងបាត់អស់មែនទេលេងបាត់ទាំងច្រកបាត់ទាំងផ្សារបាត់អូតែលបាត់ទាំងឃុំបងប្អូនបាត់សាលាឃុំបាត់ហ្នឹងយ៉ាងម៉េចខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែចង់សួរថាដោះស្រាយយ៉ាងម៉េចណាដើម្បីឲ្យចេញលទ្ធផលហ្នឹងបើដោះស្រាយលទ្ធផលនឹងមិនចេញតើត្រូវធ្វើម៉េចប្រជាជនគេចាំមើលត្រង់ហ្នឹងទេហើយខ្ញុំមើលចុះសម្រាប់សូនតាប្រធានបទខ្ញុំសរសេរនេះបើគ្មានច្បាប់អន្តរជាតិកម្ពុជានឹងរលាយ24ម៉ោងអញ្ចឹងមួយសម្រាប់សូនតាច្បាប់សូនតាគឺច្បាប់អន្តរជាតិហើយច្បាប់អន្តរជាតិធ្វើម៉េចត្រូវឈ្នះមនុស្សចេតនាអន្តរជាតិដើម្បីឈ្នះមនុស្សចេតនាអន្តរជាតិត្រូវធ្វើម៉េចត្រូវឈប់លុបបំបត្តិការចាប់ចងមែនទេពួកនឹងបញ្ចេញមតិអត់រលាយដល់បាត់បង់ទឹកដីអីទេចង់ឲ្យបញ្ចេញនឹងគ្មានទឹកដីរលាយទឹកដីយើងបច្ចុប្បន្នហ្នឹងមិនរលាយដោយសារការបញ្ចេញមតិរបស់មហាជនឥឡូវខ្ញុំសួរហ៊ុនម៉ាណែតខ្ញុំសួរសម្ដេចដឹកជើមើលតើទឹកដីរបស់យើងនៅថៃដាក់បលាលុះហ្នឹងកើតមកដោយសារតែការបញ្ចេញមតិអញ្ចឹងមានន័យថាយើងធ្វើខុសគោលនយោបាយណាអាដោះស្រាយនោះមិនដោះមែនទេមកយកអាឆ្នាំនេះមកធ្វើវិញតើការចាត់ចងបើការចាត់ចងហ្នឹងណាការបញ្ចេញមតិហ្នឹងណានាំឲ្យមានការដោះស្រាយបញ្ហាការពារជាតិទឹកដីអានឹងចូលយើងចាប់អីក៏ប៉ុណ្្នឹងចាប់មកប្រទេសតែម្ដងទៅប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបរយៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបាទខ្ញុំអានខមមិនរបស់បងមានសំណួរឬក៏មានមតិផ្សេងការពិតបងប្អូនណាមនុស្សបច្ចុប្បន្នសម្លឹងមើលតែលទ្ធផលទេមែនទេហើយផ្ដោតលើគោលដៅនៅលទ្ធផលតែប៉ុណ្្នឹងអានេះជាយោបល់សូនតារាតែបើយោបល់ខ្ញុំអត់មានទេខ្ញុំឲ្យហ៊ុនម៉ាណែតផ្ដោតលើគោលដៅលទ្ធផលគោលដៅចង់បានអីតើលទ្ធផលរំពឹងចង់បានអី
មែនទេបើសិនជាយុទ្ធសាស្ត្រហ្នឹងនាំឲ្យកើតដល់គោលដៅលទ្ធផលអាហ្នឹងកូនខ្លាចពាក្យគេនិន្ទាគេថាអីថាទៅមែនទេយើងមិនអាចកិច្ចអំពីយថាបានទេលើលោកនេះគ្មាននរណាម្នាក់កិច្ចផុតអំពីពាក្យនិន្ទាបានឡើយបើយើងយល់ពាក្យហ្នឹងពាក្យនិន្ទាជារឿងធម្មតាលើលោកនេះគ្មានបុគ្គលណាម្នាក់សូម្បីតែព្រះពុទ្ធណាមិនអាចកិច្ចផុតអំពីពាក្យនិន្ទាបានឡើយគ្មានទាល់តែសោះក្តឹបសវ៉ាតអញ្ចឹងយើងត្រូវផ្ដោតទៅលើគោលដៅលទ្ធផលណាព្រំដែននឹងថ្ងៃណាប្រជាជនត្រឡប់ទៅផ្ទះវិញបលាលុះត្រូវបានដោះហើយប្តឹងទៅសហគមន៍អន្តរជាតិទឹកដីខ្មែរត្រឡប់មកវិញខ្ញុំចង់បានប៉ុណ្ណឹងបាទសម្បត្តិ element មេដៃបាទក្តឹបសវ៉ាតត្រូវបាទអាន TU ញ៉ាំស៊ីក្តាមដុតណាញ៉ាំអាចាប់នឹងញ៉ាំដែរបងប្អូនអាចាប់នឹងក៏អត់មានអីចម្លែកមែនទេបើថាចាប់នឹងជាដំណោះស្រាយចាប់អីតិចណាចាប់អីប៉ុណ្ណឹងចាប់ទូទាំងប្រទេសតែហ្មងទៅតែវាដោះស្រាយបានណាគឺវាថែមនឹងអានឹងយកជាប់ភ្នៅត្បៀតឃ្លៀតវាខូចមុខមាត់នៅលើឆាកអន្តរជាតិអានេះខ្មែរយើងគេប្រើពាក្យនឹងបាទថាយកជាប់ភ្នៅត្បៀតឃ្លៀតវុធីថនសួស្ដីសង្ឃឹមថ្ងៃមួយយ៉ាអត់ទៅសេវិញចក្រថយភ្នែកទៅត្រកូលហ៊ុនដូចគ្មានសោកស្ដាយអីទាំងអស់លឹមកឹមអីគេបាទខមមិនលឿនប្រទេសជាតិយើងលឹមកឹមជាយើងកាន់តែយ៉ាប់ហើយពិតហើយបាទយ៉ាប់ហើយប្រទេសចាស់គឺមិនជាកំហុសរបស់សូនតារាទេព្រោះខ្ញុំមិនចេះដល់ប្រទេសសវណ្ណបៃលិនហេងជំរាបសួរបាទទើបចូលបាទគាត់ទើបចូលអ្នកដែលជំរាបសួរសឹមហ៊ុនត្រូវហើយអាណាចក្រខ្មែររូបបេះដូងនិងរូបផ្កាបាទក្តឹបសវ៉ាតជាពិធុតជនគឺអញ្ចឹងហើយពីបឋជនណាបឋជនណាតាមខ្ញុំយល់ទេណាគាត់គេមិនសេចឹងទៅដឹងបាទថេសេមើលបានគាត់យល់បឋជនបាទបងប្អូនលើលោកនេះឲ្យតែយើងសម្រេចបានគោលដៅលទ្ធផលគេចាំផ្ទះដៃក្រោយទេពេលដែលយើងចេញដំណើរទៅណាយើងទៅខ្លាចពាក្យនិន្ទាហើយទៅចាប់មនុស្សដាក់គុកចាប់មកប្រទេសពាក្យនិន្ទាណាទោះជាគេមិនសរសេរក្នុង Facebook ប៉ុន្តែគេនិយាយទៅកាន់ពួកម៉ាក់គេបើហ៊ុនសែនស្អប់ពាក្យនិន្ទាមិនចង់ឃើញពាក្យរិះគន់មិនចង់ឃើញពាក្យសរសេរពីក្នុងចិត្តប្រជាជនណាឬក៏បើហ៊ុនសែនចង់ឃើញការរិះគន់ពិតប្រាកដណាមិនចាំបាច់នៅក្នុងទំព័រ Facebook ហ្នឹងទៅសួរចិត្តប្រជាជនតែឥឡូវទីហោថាប្រហែលបើយោងតាមប្រាក់សខុន 20,000 គ្រួសារ 20,000 នាក់ហ៊ុនសែនទៅសួរ 20,000 នាក់តើទឹកចិត្តគេសប្បាយចិត្តជាមួយនឹងការបាត់បង់ផ្ទះសម្បែងនេះទៅចាប់ពួកនឹងដាក់គុកនេះខ្ញុំថាបើហ៊ុនសែនគាត់យកល្អក្តៅក្រហាយជាមួយនឹងអ្នកមិនសប្បាយចិត្តជាមួយនឹងការដឹកនាំរបស់គាត់មិនសប្បាយចិត្តជាមួយនឹងការឈឺចាប់ហើយចង់បញ្ចេញមតិណាគាត់តែគ្នាមិនបញ្ចេញឥឡូវយើងសួរមើលបងប្អូនមនុស្ស 20,000 គ្រួសារ 20,000 នាក់បើយោងតាមប្រាក់សកលដែលបាត់បង់ផ្ទះសម្បែងណាតើពួកគាត់នឹងគាត់មានអារម្មណ៍សប្បាយចិត្តដែរទេចាប់ពួកនឹងដាក់គុកក៏អស់មែនទេអ្នកដតីទៀតគាត់ឈឺចាប់ជំនួសទេដូចថាអ្នកបញ្ចេញមតិដូចខ្ញុំសូនតារាដូចអ្នកដតីហ្នឹងណាគាត់ឈឺចាប់ជំនួសទេទីមួយប្រទេសនេះជាប្រទេសរបស់គាត់ដែរមែនទេគាត់ឈឺចាប់ជំនួសប្រជាជនដែលបាត់បង់ផ្ទះសម្បែងនិងឈឺចាប់រឿងបាត់បង់ទឹកដីប្រទេសរបស់គាត់ប៉ុន្តែអ្នកដែលបាត់បង់ទឹកដីផ្ទាល់យោងតាមប្រាក់សកល 10,000 នាក់ហ្នឹងណាគឺឈឺចាប់ពីបាត់បង់ផ្ទះរបស់គាត់ផងមានចំនួនណាឈឺចាប់ផ្ទាល់ហើយបាត់បង់ទឹកដីប្រទេសផងគាត់ឈឺចាប់ផ្ទាល់ជំរូវមិនអាចវាស់បានទេបងប្អូនមនុស្សខ្លាយទៅជារោគចិត្តហើយជាមិនតិចប្រទេសកម្ពុជាដោយសារបាត់បង់ផ្ទះសម្បែងសំខាន់ណាបាត់បង់ផ្ទះសម្បែងសំខាន់ណាបាត់បង់ទឹកដីសំខាន់ណាបើសិនជាយើងមានដឹកនាំមិនចាត់ទុកថារឿងសំខាន់តែសំខាន់ណាអានឹងគឺចាត់បេះដូងណាអញ្ចឹងបើសិនជាការចាប់អ្នកបញ្ចេញមតិគឺចង់និយាយថារវ៉ាន់គាត់អត់សប្បាយចិត្តគាត់មិនពេញចិត្តជាមួយនឹងមែនទេសកម្មភាពបែបហ្នឹងបើហ៊ុនសែនគាត់ទៅចាប់ចងអ្នកដែលមិនពេញចិត្តមិនចាំបាច់ទៅដើរមើលខមមិនអីទេទៅចាប់ពួកនៅតាមព្រំដែន 20,000 នាក់ដែលបាត់បង់ផ្ទះសម្បែងស្លាប់ក្រុមគ្រួសារហ្នឹងណាយកពួកនឹងទៅដាក់គុកអស់ទៅគូគ្មានខុសទេគឺពួកនោះសុទ្ធតែមិនពេញចិត្តតែមិនបាត់ផ្ទះហ្នឹងណាខ្ញុំថាបើចាប់ពួកនោះគ្មានខុសម្នាក់ទេអញ្ចឹងណាបាទជាខ្ញុំថាលើលោកនេះណាបើយើងមិនព្រមដោះស្រាយប្រទេសជាតិផ្ដោតទៅលើគោលដៅលទ្ធផលហើយយើងចងកំហឹង
bắt đầu từ lương bị nâng tia từng quỳ mưa à nâng tia ăn vô vì ta đã cục á chặt cô mình ở đây hơi bởi chặt anh ấy cô chặt bàn tay nè là hiền được xe đấy chứ học bộ nè để miền phim nâng tia cái đồng chật này ca chung chặt rọp liên nè để kia mình dây luôn chặt mình ở đi có anh tay thá vừa ở dương nó túc sự tiệp cá nó mình lại cái bàn tay phần nòng cho mấy bàn được cái nhung tha mìnhត្រូវchặt mìnhត្រូវអនុវត្តនយោបាយនឹងទេត្រូវអនុវត្តផ្ទុយអ្វីដែលសូមតារានិយាយផ្ទុយនេះអ្វីដែលសូមតារានិយាយផ្ទុយគឺចង់ឲ្យប្រទេសកម្ពុជានឹងមានលំហមានសេរីភាពមានការចូលរួមពីគ្រប់មនីការមានពាក្យតេះទៀនមានពាក្យរិះគន់មានការចូលរួមមែនទេហើយរដ្ឋាភិបាលទុកអាពាក្យរិះគន់តេះទៀនកន្លែងខ្លះត្រូវក៏យកទៅអាកន្លែងខុសហើយស្រាច់តែវានិយាយទៅសំខាន់គឺខ្លួនឯងសម្រាប់គោលដៅបេសកកម្មឲ្យតែសម្រាប់គោលដៅបេសកកម្មមនុស្សចាំតែផ្ទះដៃទេប៉ុន្តែបើយើងចាប់ចងណាខ្ញុំថាអត់មជ្ឈបាយនេះគាត់ថាការពីអំណាចបុគ្គលទេបើតែការពីជាតិនិងការពីទឹកដីទៅមិនរួចទេនៅនេះបើការពីមនុស្សកុំឲ្យទៅហ៊ានថាហ៊ុនសែនហ៊ុនម៉ាណែតអានឹងត្រូវហើយព្រោះហ៊ុនសែនហ៊ុនម៉ាណែតជាមនុស្សដូចសូនតារាដែរជាមនុស្សលោកក្នុងនេះកើតមកស្លាប់ទៅវិញបើតែបើសិនជាការពីជាតិការពីទឹកដីណាចាប់ចងគឺរឹតតែបំផ្លាញជាតិនិងទឹកដីទេបាទកែវសារិនអីគេចេះបាទអានសកុនត្រីអូមីសែន Modern Day Communist Leader ECPP បាទត្រូវហើយណាបញ្ចេញមតិគឺបានតឹងទ្រូងណាស់អញ្ចឹងបានខ្ញុំថាបើចង់ចាប់មនុស្សដែលមិនពេញចិត្តនឹងការឈឺចាប់ជាមួយនឹងរដ្ឋាភិបាលទៅចាប់ពួកជនភៀសសឹកដាក់គុកទាំងអស់ខុសពីពួកនឹងទៅសួរមើលទៅគាត់ថាមាត់គេអាចនិយាយថាជ័យយោហើយប៉ុន្តែក្នុងចិត្តជ័យយោរបស់យោឯណាបើផ្ទះបាត់បាត់ហើយនឹងស្រីលរិទ្ធណាអត់មានសង្ឃឹមប្តឹងទេដេកចាំបើមានតែការប្តឹងទេក៏ពីភូមិធំអរុនសួស្ដីលោកគ្រូឡុងធីរ៉ាត់បាទគ្មានបានជួយអីបានតែនិយាយសូននិយាយនឹងហើយគឺជួយនោះហ្នឹងដោយបើយើងនិយាយចឹងប្រពុតហ្នឹងគាត់មានអ្នកដែលកាន់ប្រពុតសាសនាគេហៅថានៅក្នុងពុទ្ធសាសនាគេថាមានប្រពុតប្រធរជាទីពឹងប្រពុតមានបានជួយអីប្រពុតមានតែសង់ស្ពានសង់សាលាសង់អីណាប៉ុន្តែការសម្ដែងធម៌ដែលធ្វើឲ្យមនុស្សយល់ដឹងហើយដាស់ខ្លួនឯងនឹងឲ្យដើរផ្លូវត្រូវមានសតិបញ្ញាធ្វើជីវិតគង់វង្សសូនតារាមិនមែនជាអ្នកកាន់លុយខ្ញុំមិនមែនដឹកនាំប្រទេសណាខ្ញុំមានតែអ្នកសង់ស្ពានសង់ផ្លូវណាបើខ្ញុំដឹកនាំប្រទេសខ្ញុំធ្វើដូចគ្នាណាប៉ុន្តែសូនតារាជាអ្នកដែលផ្ដល់នៅកំណត់ដូចនៅលើពិភពលោកលទ្ធិកុម្មុយនីឬកាលម៉ាក់គាត់មាននេះអីរំពូននោះស្គាល់កាលម៉ាក់គាត់ជាអ្នកប្រាជ្ញទស្សនវិជ្ជាទស្សនវិទូលទ្ធិសង្គមនិយមសេរីពិភពលោកយកកំណត់កាលម៉ាក់នេះនាំឲ្យពិភពលោកទាំងមូលនឹងអនុវត្តរបបកុម្មុយនីគឺរបបកំណត់ដែលលទ្ធិរបស់ម៉ាក់ហ្នឹងហើយបាទពីកណាគេនិយាយពីកុម្មុយនីលទ្ធិគឺមនោគមវិជ្ជាកំណត់ហ្នឹងកាលម៉ាក់គាត់មានទៅធ្វើស្ពានគាត់មានទៅធ្វើអីគាត់អង្គុយទៅសេណាគាត់អង្គុយទៅសេឲ្យទស្សនៈរបស់គាត់ហ្នឹងត្រូវបានអ្នកនយោបាយរៀនដូចគ្នាសូនតារាគឺអាហ្នឹងគេហៅធំធេងហ្នឹងណាជួយកំណត់គឺស្មើនឹងជួយសង្គ្រោះប្រទេសជាតិមួយទាំងមូលហើយនៅដូចជាលទ្ធិប្រជាធិបតេយ្យនេះកើតនៅក្រិចតាំងពី2000ឆ្នាំជាងមុនលទ្ធិប្រជាធិបតេយ្យនេះវាជួយឲ្យសេរីភាពការគោរពសិទ្ធិមនុស្សជុំវិញពិភពលោក